បាទសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុងវីដេអូឃ្លីបរបស់ខ្ញុំក៏ដូចជា Channel របស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំមានជាវីដេអូមួយដើម្បីធ្វើការចែកម្លែកចំណេះដឹងទៅដល់បងប្អូនអរគ្នាគឺការធ្វើក្បាលវីដេអូឬក៏យើងហៅថាវីដេអូ intro ទៅលើទូរស័ព្ទដៃហើយបងប្អូនអត់ទាន់ចេះទេគឺបងប្អូនអាចមើលខ្ញុំបានណាដើម្បីយើងយកវាទៅ design កាត់បញ្ចូលជាមួយនឹងវីដេអូរបស់យើងដើម្បីឲ្យមានការទាក់ទាញបន្ថែមទៀតហើយខ្ញុំបង្ហាញបងប្អូនអំពីវិធីសាស្ត្រនៅក្នុងការធ្វើងាយៗណាគឺអត់ពិបាកទេប៉ុន្តែក៏មិនស្រួលដល់ថ្នាក់ 100% ដែរហើយក៏មិនពិបាកដល់ថ្នាក់យើងធ្វើអត់បានដែរអូខេឥឡូវបងប្អូនចង់បានក្បាលវីដេអូប្រភេទណាខ្ញុំមានបង្ហាញហើយបន្ទាប់ពីខ្ញុំបង្ហាញក្បាលវីដេអូនឹងហើយបងប្អូនចង់បានប្រភេទណាបងប្អូនអាចមើលខ្ញុំអំពីរបៀបនៃការដែលយើងធ្វើណាអូខេខ្ញុំមានក្បាលវីដេអូដែលត្រូវបង្ហាញអូខេបងប្អូនចង់បានប្រភេទណាមានដូចជាប្រភេទនេះឬក៏មានជាប្រភេទនេះបងប្អូនចង់បានប្រភេទណាមួយអូខេអញ្ចឹងបងប្អូនអត់ទាន់ចេះធ្វើទេបងប្អូនអាចមើលខ្ញុំបានណាខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការជាធ្វើក្បាលវីដេអូស្អាតៗណាអូខេអញ្ចឹងបងប្អូនចង់បានប្រភេទណាមួយបងប្អូនអាចមើលខ្ញុំបានណាអាចមើលខ្ញុំបានខ្ញុំនឹងបង្ហាញបងប្អូនអំពីអូខេមានដូចជាប្រភេទនេះអូខេតោះឥឡូវបន្ទាប់ពីខ្ញុំបង្ហាញបងប្អូនហើយខ្ញុំនឹងទៅបង្ហាញបងប្អូនអំពីវិធីសាស្ត្រនៅក្នុងការដែលយើងចូលទៅកាត់ឬក៏យើងចូលទៅធ្វើដើម្បីយកមកទុកសម្រាប់ការ design ទៅលើវីដេអូរបស់យើងអូខេមុននឹងដល់អ្វីដែលខ្ញុំបង្ហាញបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំអ្នកមួយផងណាដើម្បីបានទទួលវីដេអូបន្ទាប់ទៀតអំពី Channel របស់ខ្ញុំហើយក៏កុំភ្លេចជួយ comment ពាក្យល្អៗឬក៏ comment លើកទឹកចិត្តខ្ញុំតាមរយៈវីដេអូមួយនេះផងដែរអូខេតោះឥឡូវខ្ញុំទៅបង្ហាញបងប្អូនអំពីរបៀបនៃការដែលយើងចូលទៅធ្វើក្បាលវីដេអូងាយៗណាហើយខ្ញុំបញ្ជាក់ថាមិនមែនមានតម្រងតែ3ដូចខ្ញុំបង្ហាញនឹងទេវាមានច្រើនណាវាមានច្រើនទេប៉ុន្តែខ្ញុំលើក3ណាលើក3យកមកបង្ហាញបងប្អូនឥឡូវខ្ញុំទៅបង្ហាញបងប្អូនអំពីរបៀបការដែលយើងចូលទៅធ្វើម្ដងហើយអត់ពិបាកទេបងប្អូនចូលតាមរយៈនេះ browser ជ្រុំក៏បានឬបើសិនជាបងប្អូនខ្ជិលទៅរកsearch រករញ៉ៃច្រើនបងប្អូនអាចចូលទៅក្នុង link description របស់ខ្ញុំមានដាក់ link កម្មវិធីហ្នឹងនៅខាងក្រោមវីដេអូរបស់ខ្ញុំតែខ្ញុំចូលតាមរយៈនេះដើម្បីខ្ញុំបង្ហាញបងប្អូននេះតាមរយៈ browser ជ្រុំទៅបងប្អូនចូលមកក្នុង browser ជ្រុំហើយបងប្អូនចូលកន្លែង search មកណាចូលកន្លែង search នេះចូលកន្លែង search របស់យើងមកហើយបងប្អូនវាយពាក្យថាPenshoot ណា Penshoot ជាស្រ័យដោយសារតែខ្ញុំអត់សូវជំនាញភាសាអង់គ្លេសនេះកម្មវិធីវានេះទម្រង់បែបនេះបងប្អូនចូលលើនឹងមកអូខេឥឡូវខ្ញុំចូលមកដល់ទម្រង់នៃកម្មវិធីហើយទម្រង់នៃកម្មវិធីរបស់វាមានទម្រង់បែបនេះវាមាន3ទី1គេដាក់ថា Clip Maker ហើយនឹង Backgrounder ហើយនឹង Video Editing ណាអញ្ចឹងក្នុង3ហ្នឹងគឺបងប្អូនយកនេះគេដាក់ថា Clip Maker ហ្នឹងដើម្បីយើងទៅធ្វើក្បាលវីដេអូហ្នឹងណាអញ្ចឹងវានឹងនាំបងប្អូនចូលហើយអញ្ចឹងនេះបងប្អូនឃើញទេមានទម្រង់ជាច្រើនអញ្ចឹងបងប្អូនអាចធ្វើការជ្រើសរើសអាចធ្វើការកំណត់ការឆ្លាញ់មួយណាបងប្អូនអូជួននេះមកបងប្អូនចង់បានមួយណាមានច្រើនណាអូខេបើសិនជាបងប្អូនក្នុងចំណោមហ្នឹងបងប្អូនអត់ឆ្លាញ់ទេបងប្អូនអូស្គ្រូចុះក្រោមវិញហើយបងប្អូនចុចចូលកន្លែងពាក្យថា new project នេះដើម្បីវាផ្លាស់ប្ដូរទៅទម្រង់ផ្សេងមួយទៀតណាអូខេយើងរើសមកប្រភេទណាដែលយើងឆ្លាញ់អូខេបងប្អូនឃើញមានច្រើនខ្ញុំរើសទៀតខ្ញុំសុំដូរទៀតណាចូលកន្លែង new project ទៀតហើយខ្ញុំរកមើលមួយណាដែលខ្ញុំគិតថាស្អាតអូខេមានមួយនេះឥឡូវខ្ញុំសុំបើសិនជាបងប្អូនគិតថាចូលចិត្តបងប្អូនអាចធ្វើតេស្តសាកល្បងបានបងប្អូនចុចលើវាមកអូខេយើងអាចមើលវាសិនណាដើម្បីមុននឹងយើងយកវាមកធ្វើជារបស់យើងឬក៏យកវាមក design ដើម្បីឲ្យបានទៅជារបស់យើងអូខេបងប្អូនគាត់ចុចលើនេះប៊ូតុង play នេះមកចុចលើនេះអូខេឬក៏បងប្អូនចង់បានទេបងប្អូនចុចតវាសិនមកហើយបងប្អូនអូរមួយណាផ្សេងទៀតមកណាអូខេយើងអូមកយើងអត់ឆ្លាញ់ទៀតយើងចុចចូលកន្លែង new project ដដែលមកអូខេ new project ហ្នឹងដើម្បីឲ្យវាបដូរទៅទម្រង់មួយផ្សេងទៀតអូខេមានច្រើនទៀតណា
មានច្រើនទៀតអូខេបងប្អូនចង់បានមួយណាបងប្អូនស្រឡាញ់មួយណាយកតាមហ្នឹងមកអូខេឥឡូវខ្ញុំសុំរកមួយដែលឲ្យស្អាតសិនហើយខ្ញុំទៅបង្ហាញបងប្អូនអំពីរបៀបការធ្វើអូខេឥឡូវខ្ញុំសុំយកមួយនេះចុះណាខ្ញុំមួយនេះចុះយើងបងប្អូនស្រឡាញ់មួយណាបងប្អូនចង់បាន style មួយណាបងប្អូនយកមួយហ្នឹងប៉ុន្តែខ្ញុំជឿថានៅពេលដែលបងប្អូន select យកវាបងប្អូនត្រូវពិនិត្យនេះឈ្មោះដាក់ថា name ឬក៏ហើយនៅក្នុងហ្នឹងដើម្បីឲ្យយើងចាំទម្រង់អក្សរឬក៏ពាក្យនៅក្នុងហ្នឹងណាដើម្បីយើងផ្លាស់ប្ដូរវាទៅជាឈ្មោះ channel របស់យើងឬក៏ឈ្មោះរបស់យើងហើយបងប្អូនធ្វើការ select យកវាសិនមកបើសិនជាយើងចង់ដឹងថាវាស្អាតអត់ណាយើងចុចលើហ្នឹងមកដូចខ្ញុំបញ្ជាក់អញ្ចឹងបន្ទាប់ពីវាចេញទម្រង់នេះហើយចាំយើងចុច play វាសាកមើលសិនណាអូខេយើងចុចលើនេះប៊ូតុង play នេះណាកន្លែងសញ្ញា play ហ្នឹងសញ្ញាព្រីមអូខេឥឡូវអូខេឥឡូវពេលថាខ្ញុំចង់បានមួយនឹងចាស់ណាបងប្អូនចុច stop វាសិនមកចុច stop វាសិនមកអូខេឥឡូវបន្ទាប់ពីយើងគិតថាយើងសម្រេចចិត្តថាជ្រើសមួយនឹងហើយបងប្អូនចំណុចបន្ទាប់ណាឥឡូវទៅដល់វគ្គដែលយើងធ្វើ design ម្ដងអញ្ចឹងបងប្អូនចុចលើសញ្ញាបន្ទាប់មកបងប្អូនចុចលើបន្ទាប់យើង stop វាហើយណាសញ្ញាចុច3 tray 3ហ្នឹងចុចលើសញ្ញា tray 3ហ្នឹងហើយបងប្អូនយកអានេះសញ្ញាគ្រីគេថា basic ណា basic អូខេតើទៀតបងប្អូនចុចចូលកន្លែងនេះកន្លែងលេខ1920គុណនឹង1080ហ្នឹងបងប្អូនចុចលើហ្នឹងមកអាហ្នឹងបងប្អូនកំណត់ទំហំវាកំណត់កម្រិតវាកម្រិតគុណភាពអញ្ចឹងខ្ញុំយកត្រឹមតែ720បានហើយអូខេបន្តមកទៀតនៅពេលបងប្អូនកំណត់កម្រិតវាហើយបងប្អូនចុចលើសញ្ញានេះសញ្ញា4ជ្រុងហ្នឹងតោះទៀតបងប្អូននឹងឃើញហើយបងប្អូនអូស scroll ណាបងប្អូនអូស scroll មកជួននេះប៉ុន្តែខ្ញុំបញ្ជាក់ថាកុំអូសខាងណាវាអាចនឹងរលុបយ៉ាងបងប្អូនយកដៃអូសណាយើងអូសហ្នឹងអូសឡើងលើហើយបងប្អូននេះឃើញពាក្យថាយ៉ហើយនៅឃើញពាក្យថា name ណាអញ្ចឹងវាមាន3វាមានយ៉ក៏3 name នេះក៏3បងប្អូនឃើញទេអូខេអញ្ចឹងបងប្អូនចុចលើយ៉នេះមកនេះយ៉ទី1ពាក្យថាយ៉នេះលើគេហ្នឹងបងប្អូនចុចលើហ្នឹងមកហើយបងប្អូនចុចលើនេះណាចុចលើនេះដើម្បីយើងលុបវាហើយយើងដូរវាឥឡូវខ្ញុំសុំដូរខ្ញុំលុបវាហើយខ្ញុំសុំដូរដាក់ឈ្មោះខ្ញុំវិញណាដាក់ឈ្មោះខ្ញុំវិញហើយខ្ញុំអត់ប្រើទម្រង់អក្សរតូចទេបងប្អូនចង់ប្រើតូចក៏បានធំបានតែខ្ញុំសុំប្រើទម្រង់អក្សរធំអូខេសម្ផស្សបន្ទាប់ពីបានឈ្មោះប៉ុណ្ណឹងហើយបងប្អូនយើងនឹងឈ្មោះ channel បងប្អូនមិនបងប្អូនដាក់យ៉ាងមកណាចុចលើសញ្ញាព្រួយមកនេះឃើញវាជាប់មួយហ្នឹងនេះអូខេហើយមួយទៀតអូខេយកមួយទៀតអូខេយើងអូសរវាមកនេះយើងធ្វើការលុបវាមកហើយយើងបញ្ចូលពាក្យឬក៏ឈ្មោះដែលយើងចង់ដាក់មកអូខេខ្ញុំដាក់ឈ្មោះរបស់ខ្ញុំចុចសញ្ញាទៅមុខអូខេតមកទៀតនេះនៅយកខាងក្រោមនេះមួយទៀតយើងចុចដាក់វាមួយទៀតមកអូខេតាមទៀតយើងយកកន្លែងមិញដដែលដើម្បីយើងលុបហើយយើងដូរអានេះយើងដូរឈ្មោះរបស់យើងមកអូខេសម្ផស្សទម្រង់អក្សរធំអូខេចុចលើសញ្ញាព្រួយទៀតមកអូខេអញ្ចឹងខ្ញុំបាន3ឃើញទេខាងលើ2ខាងក្រោម1អញ្ចឹងចំណុចនេះគឺ name ហ្នឹងបានតែឈ្មោះយើងបន្តទៀតឬក៏ពាក្យអីផ្សេងបន្តទៀតអញ្ចឹងខ្ញុំយកនេះហើយឈ្មោះ channel របស់ខ្ញុំមួយទៀតឈ្មោះរបស់ខ្ញុំដដែលប៉ុន្តែឈ្មោះរបស់ខ្ញុំគឺសម្ផស្ស tutorial អញ្ចឹងខ្ញុំដាក់ខាងក្រោមដាក់ tutorial ណា tutorial ទម្រង់អក្សរធម្មតាខ្ញុំចុចសញ្ញាព្រួយខាងក្រោមនេះមួយទៀតអូខេនេះខ្ញុំធ្វើការផ្លាស់ប្ដូរវាទៅជាឈ្មោះរបស់ខ្ញុំវិញ tutorial ចុចលើសញ្ញាព្រួយមួយទៀតខ្ញុំធ្វើការផ្លាស់ប្ដូរវាទៀតណាអត់ពិបាកទេដូចខ្ញុំបញ្ជាក់អញ្ចឹងឲ្យតែបងខ្ញុំអធិស្ឋានtutorial អូខេចុចលើសញ្ញាព្រួយទៀតមកអញ្ចឹងគឺបានហើយអញ្ចឹងបងប្អូនធ្វើការ play មកតើវាទៅជាឈ្មោះយើងនៅអូខេយើង play មកបងប្អូនចំណុចបន្ទាប់គឺបងប្អូនធ្វើការ save នេះបងប្អូនចុចចូលសញ្ញាព្រួយខាងក្រោមវាហ្នឹងព្រួយទម្លាក់ចុះក្រោមបងប្អូនចុចលើហ្នឹងមកដើម្បីយើង save វាបន្ទាប់ពីចុចសញ្ញាព្រួយហ្នឹងហើយបងប្អូនចុចលើពាក្យថា start video render ដើម្បីយើងទៅឡើងវាដើម្បីយើង down វាចេញណាអូខេអញ្ចឹងតិចទៀតវានឹងដើរ
វាប្រហែលចំណាយពេលប្រហែលជា3នាទីវានឹងដើរនៅពេលដើរចប់ឬក៏ចិត្តចប់នឹងបង្ហាញបងប្អូនបន្ថែមទៀតណាអូខេដើម្បីអានេះគឺបន្ទាប់ពីយើងធ្វើការរៀបចំហើយនេះវាកំពុងតែដំណើរការតែនៅពេលវាកំពុងដំណើរការខ្ញុំសូម stop សិនណាជៀសវាងវីដេអូវែងឆ្ងាយពេកអូខេសូម stop សិនអូខេឥឡូវវាដំណើរការចិត្តចប់ហើយនៅពេលដែលចប់នឹងបង្ហាញបងប្អូនមួយចំណុចទៀតវានឹងបានណាចឹងបងប្អូនអាចធ្វើការរើសបានប្រភេទណាក៏បានដែរតាមបងប្អូនស្រឡាញ់អូខេឥឡូវវាបានហើយចឹងបងប្អូនចុចលើពាក្យថានេះ download your video ណាអូខេបងប្អូនឃើញ download លើនេះខាងលើគេហ្នឹងបងប្អូនចុចលើហ្នឹងមកដើម្បីយើង download វាអូខេចឹងគឺបានហើយនេះវាដាក់ថា thank you for your watching ជាស្អីusing Pinterest your download is starting អូខេចឹងមានន័យថាវាកំពុងតែ download ឥឡូវបន្ទាប់ពីបានហើយខ្ញុំសុំថយទៅវិញណាអូខេហើយយើងទៅមើលបានហើយអូខេចឹងនេះគឺបានហើយបងប្អូនឃើញនេះបានហើយយើង play វាមកអូខេបងប្អូនឃើញទេអត់មានអីពិបាកទេងាយទេណាអត់មានអីពិបាកទេណាអរគុណបងប្អូនចំពោះការតាមដានទស្សនាវីដេអូមួយនេះហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយផងហើយចុងក្រោយអរគុណបងប្អូនកុំភ្លេច comment ម្នាក់មួយផងបាយបាយ